ក្មេងស្រីនិស្សិតជនជាតិចិនម្នាក់បានធ្វើដំណើរពីប្រទេសចិនទៅលេងនៅក្នុងប្រទេសថៃកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីក្នុងសង្គ្រាន្តប្រទេសថៃក៏ប៉ុន្តែត្រូវបានធ្លាក់ចូលក្នុងអន្ទាក់ក្រុមឆបោកយកនាងទៅលក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាទោះបីជាមានការបង់ប្រាក់ចំនួន$30,000យ៉ាងណាក៏ដោយពីសំណាក់ឪពុករបស់នាងក៏ប៉ុន្តែក្រុមអ ுக ្រិតជនមិនទាន់បានដោះលែងនាងឲ្យត្រឡប់មកកាន់ប្រទេសចិនវិញនោះទេស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូដំបូងនៅក្នុង Channel YouTube របស់ខ្ញុំនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងនិយាយអំពីរឿងរ៉ាវរបស់និស្សិតស្រីចិនម្នាក់ត្រូវបានក្រុមឆបោកយកនាងទៅលក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាតោះយើងចូលមកក្នុងសាច់រឿងរបស់យើងតែម្ដងទៅនិស្សិតស្រីមានឈ្មោះថាសាវយ៉ាងដែលនាងគឺជានិស្សិតកំពុងតែរៀននៅក្នុងឆ្នាំទី1នៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងខេត្តខ្វាងតុងនៅក្នុងប្រទេសចិនហើយកាលពីថ្ងៃទី10មេសាឆ្នាំ2026នេះនាងបានធ្វើដំណើរចាកចេញពីប្រលានយន្តហោះអន្តរជាតិខ្វាងជូវនៅក្នុងប្រទេសចិនដើម្បីធ្វើដំណើរទៅលេងនៅក្នុងប្រទេសថៃគឺនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រទេសថៃជាពិសេសគឺទៅលេងសង្គ្រាន្តនៅក្នុងប្រទេសថៃដែលបានរៀបចំនៅកំឡុងពិធីបុណ្យចូលឆ្នាំនេះឯងហើយចំពោះមូលហេតុដែលនាងទៅលេងនៅក្នុងប្រទេសថៃវិញនោះគឺដោយសារតែមានមិត្តភ័ក្តិតាមអនឡាញរបស់នាងម្នាក់បានអញ្ជើញនាងទៅលេងសង្គ្រាន្តនៅក្នុងប្រទេសថៃដែលបាននិយាយថាសង្គ្រាន្តនៅក្នុងប្រទេសថៃសប្បាយរីករាយមានបាញ់ទឹកលេងប៉ាតម្សៅអីអញ្ចឹងទៅអ្នកទាំងអស់គ្នានៅពេលដែលនាងបានមកដល់ប្រទេសថៃមិត្តភ័ក្តិរបស់នាងដែលបាននិយាយនេះនៅតាមអនឡាញនោះគឺគេមិនបានមកទទួលនោះទេប៉ុន្តែបែរជាលេចមុខបរិសម្នាក់ផ្សេងទៅវិញដែលមកទទួលនាងទៅបាត់តែម្ដងបន្ទាប់ពីបាត់ដំណឹងឈឹងមកពីថ្ងៃក្រោយមកត្រូវបានគេរាយការណ៍ថានាងត្រូវបានគេនាំយកទៅតំបន់ក្បែរច្រកព្រំដែនហៅថា Three Pagodas Pass ដែលនៅជិតព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ាដែលគេសង្ស័យថាគឺជាកន្លែងដែលជួញដូរមនុស្សទៅឲ្យក្រុមឧក្រិដ្ឋជននៅកន្លែងនឹងឯងអ្នកទាំងអស់គ្នាបន្ទាប់មកនៅថ្ងៃទី13មេសាមានបុរសម្នាក់ដែលតាំងខ្លួនថាគឺជាបងប្រុសចិត្តល្អបានតាក់ទងទៅកាន់ឪពុករបស់នាងដោយបានប្រាប់ឪពុករបស់នាងថាគាត់បានទិញកូនស្រីរបស់គាត់បាត់ទៅហើយនៅក្នុងតម្លៃ29,000 stable coin ដែលជាលុយ digital បើគិតជាលុយដុល្លារប្រហែលជា$30,000សហរដ្ឋអាមេរិកអ្នកនរគ្នាដែលគេទិញនេះក្នុងហេតុផលថាដើម្បីជួយសង្គ្រោះសាវយ៉ាងចេញពីពួកនឹងអីអញ្ចឹងទៅបរិសុទ្ធដែលជាបងប្រុសចិត្តធន់នោះបានធ្វើការទារប្រាក់ចំនួន$30,000ពីឪពុករបស់នាងប្រសិនបើមិនវេឲ្យគេនោះទេគេនឹងធ្វើការលក់នាងទៅបន្តទៀតឬក៏នាងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតតែម្ដងហើយជាពិសេសនោះគឺគេហាមដាច់ខាតមិនឲ្យប្រាប់ប្តឹងប៉ូលីសនោះទេដោយហេតុថាភ័យបារម្ភពីកូនស្រីឪពុករបស់នាងក៏បានប្រម៉ែប្រមូលលុយរបស់គាត់បានចំនួន$30,000ក៏ធ្វើការផ្ទេរទៅកាន់បុរសនោះនៅថ្ងៃដដែលពីព្រោះថាគេប្រញាប់លុយដើម្បីបានកូនស្រីត្រឡប់មកវិញគឺគាត់បានផ្ទេរប្រាក់ភ្លាមៗតែម្ដងប៉ុន្តែជាអកុសលគាត់ត្រូវបានចាញ់បោកគេម្ដងទៀតដោយបរិសម្នាក់នោះគឺមិនបានដោះលែងកូនស្រីរបស់គាត់ត្រឡប់មកវិញទេបន្ទាប់ពីទទួលបានលុយចំនួន$30,000នោះអ្នកនរគ្នាដោយគាត់បានយកលេសផ្សេងក្រោមហេតុផលថាដោយមានការបិទផ្លូវនៅកំឡុងពេលសង្គ្រាន្តចូលឆ្នាំនឹងឯងនិងមានបញ្ហានីតិវិធីរដ្ឋបាលមួយចំនួនជាដើមនៅក្នុងតំបន់នោះសម្រាប់ការពន្យាពេលនេះហើយសាវយ៉ាងគាត់ក៏នៅតែអាចតាក់ទងមកកាន់គ្រួសាររបស់គាត់បានដដែលក៏ប៉ុន្តែនៅក្នុងស្ថានភាពមួយដែលមិនច្បាស់លាស់នោះទេអ្នកទាំងអស់គ្នាហើយគិតត្រឹមថ្ងៃទី22ខែមេសាបរិសុទ្ធចិត្តធន់នោះគឺបានធ្វើការតាក់ទងមកប្រាប់គ្រួសាររបស់សាវយ៉ាងថានៅតែមិនអាចចាកចេញពីបរិវេណដែលនាងត្រូវបានគេឃុំខ្លួននោះទេទោះបីជាឪពុករបស់គាត់បានបង់ប្រាក់ទៅកាន់បរិសុទ្ធនោះយ៉ាងណាក៏ដោយនិយាយទៅនាងនៅតែអាចតាក់ទងជាមួយនឹងគ្រួសាររបស់គាត់តាមរយៈទូរស័ព្ទដៃតាមរយៈបងប្រុសចិត្តធន់នោះឯងប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់គឺគួរឲ្យព្រួយបារម្ភខ្លាំងបំផុតតែម្ដងអ្នកនរគ្នាហើយនៅថ្ងៃទី14មេសាក្រុមគ្រួសាររបស់នាងក៏បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីសផងដែរហើយប៉ូលីសនៅក្នុងប្រទេសចិនក៏បានតាក់ទងជាមួយនឹងប៉ូលីសអន្តរជាតិដើម្បីធ្វើការអន្តរាគមន៍ស៊ើបអង្កេតអំពីបញ្ហានេះផងដែរហើយជាពិសេសនោះសាកលវិទ្យាល័យរបស់នាងក៏មិនបានទុកនាងចោលផងដែរអ្នកនរគ្នាដោយបានធ្វើការស្វែងរកជំនួយផ្សេងដូចជានាយកដ្ឋានសន្តិសុខសាធារណៈខេត្តហើយនឹងអាជ្ញាធរអប់រំនៅក្នុងខេត្តខ្វាងតុងផងដែរហើយគិតមកដល់ថ្ងៃទី28ខែមេសានេះផងដែរគឺមិនទាន់បានទទួលព័ត៌មានអ្វីអាប់ដេតថ្មីអំពីនាងនោះទេអ្នកនរគ្នាករណីនេះផងដែរធ្វើឲ្យមានការចាប់អារម្មណ៍ឡើងវិញភ្លុកទឹកភ្លុកដីតែម្ដងអំពីបណ្ដាញប្រតិបត្តិការរបស់ក្រុមអក្រិតជននៅតាមបណ្ដោយព្រំដែនរបស់ប្រទេសថៃហើយនិងប្រទេសមីយ៉ាន់ម៉ាជាកន្លែងដែលជាសមាសធាតុបោកប្រាស់នៅក្នុងការផ្សារភ្ជាប់ជាមួយនឹងការជួញដូរមនុស្ស
ការបង្ខំមនុស្សឲ្យធ្វើការចម្រិតទារប្រាក់ផ្សេងជាពិសេសគឺការក្លែងបន្លំតាមអ៊ីនធឺណិតដែលកំណត់គោលដៅជនរងគ្រោះទូទាំងអាស៊ីតែម្ដងបញ្ហានេះគឺវាមិនមែនប៉ះពាល់ត្រឹមតែប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ានោះទេអ្នកនរគ្នាគឺវាប៉ះពាល់ទាំងអាស៊ីយើងតែម្ដងដោយទាំងកម្ពុជាយើងទៀតផងដែរដោយគេបានកំណត់សញ្ញាថាអាស៊ីគឺជាកន្លែងដែលគ្រោះថ្នាក់ជួញដូរមនុស្សមានការឆបោកជាដើមនឹងឯងជាពិសេសគឺមានការឆបោកតាមប្រព័ន្ធអនឡាញនឹងទៀតហើយបើយើងក្រឡេកទៅក្រោយបន្តិចគឺនៅក្នុងឆ្នាំ2025តារាសម្ដែងចិនវ៉ាងស៊ីងក៏ត្រូវបានគេលបួងឲ្យទៅប្រទេសថៃផងដែរនៅក្រោមរូបភាពព្រឹត្តិការណ៍ភាពយន្តក្រោយមកក៏ត្រូវបានក្រុមឆបោកលបួងជួញដូរលក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាហេតុការណ៍នេះផងដែរបានធ្វើឲ្យមានការផ្ទុះល្បីល្បាញខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមរបស់ប្រទេសចិននិងបង្កឲ្យមានការបារម្ភអំពីសុវត្ថិភាពជាខ្លាំងបំផុតរបស់អ្នកទេសចរចិននៅក្នុងការមកដើរលេងកម្សាន្តនៅក្នុងប្រទេសអាស៊ីជាពិសេសប្រទេសថៃនឹងឯងជាពិសេសនោះគឺប្រជាជនចិនជាច្រើនដែលមានបំណងមកដើរលេងនៅទីក្រុងបាងកកពួកគេបានធ្វើការលុបដំណើរកម្សាន្តរបស់គេចោលដោយពួកគេបង្ហាញអំពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេដែលបង្ហាញថាគឺវាមានហានិភ័យខ្ពស់ខ្លាំងមែនទែនដែលប៉ះពាល់ទៅដល់សុវត្ថិភាពរបស់ពួកគេអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ផងដែរបើសិនជាមានព័ត៌មានអ្វីអាប់ដេតអំពីស្រាវយ៉ាងទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្តទៀតជួបជាមួយខ្ញុំបាទលីហួននៅវីដេអូបន្តទៀតអរគុណច្រើន